ការគ្រប់គ្រងបុគ្គលិកដែលម្ចាស់អាជីវកម្មគួរតែយល់ដឹងធម្មតាពេលដែលយើងខ្លាចជាម្ចាស់អាជីវកម្មយើងផ្ដោតសំខាន់ទៅលើតែ level ដែលខ្ពស់ខ្ពស់ដូចជា manager ឬមួយក៏ leader ឡើងទៅតែយើងភ្លេចគិតចំណុចចន្លោះតូចរវាង leader ជាមួយនឹង manager ហើយនឹងជាមួយនឹងបុគ្គលិកក្រោមបង្គាប់ផ្សេងនឹងឯងធម្មតាពេលខ្លះយើងផ្ដោតសំខាន់ទៅលើថ្នាក់ខ្ពស់តែថ្នាក់ខាងក្រោមយើងអត់ផ្ដោតសំខាន់ដោយសារយើងរំពឹងទុកថាថ្នាក់ខ្ពស់ហ្នឹងគឺនឹងជួយសម្រួលបន្ទុកយើងសម្រាប់បន្ទុកយើងទៅកាន់ថ្នាក់ក្រោមហ្នឹងរៀបចំឲ្យបានរៀបរយហើយតែផ្ទុយទៅវិញពេលខ្លះមិនប្រកាសថា level manager ទាំងអស់គឺសុទ្ធតែមានចំណេះដឹងនៅខាងផ្នែកគ្រប់គ្រងឬមួយក៏មានចំណេះដឹងនៅខាងផ្នែកដែលចង់ជួយជំរុញឲ្យក្រុមហ៊ុនយើងរីកចម្រើននេះដោយសារមាន manager ជាច្រើនយោងទៅតាមបទពិសោធន៍ធ្លាប់ធ្វើការ level ប៉ុណ្ណឹងដែរគឺខ្ញុំអាច share បានថា manager ខ្លះគឺគាត់អាចមានទម្លាប់មួយដែលចូលចិត្តក្តោបអំណាចហើយចូលចិត្តយកខ្លួនឯងបាំងមេឃមានន័យថាបើសិនជាបុគ្គលិកក្រោមបង្គាប់ណាដែលស្ដាប់តាមគាត់ធ្វើតាមគាត់គ្រប់យ៉ាងគឺគាត់នឹងទុកបុគ្គលិកនឹងតែទោះបីជាបុគ្គលិកក្រោមបង្គាប់នឹងមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយផ្ទុយទៅវិញបើបុគ្គលិកនឹងអត់ស្ដាប់តាម manager នឹងទេឬមួយក៏មានមតិអីដែលចង់ជួយ support manager ឬមួយក៏ក្រុមហ៊ុនឲ្យរីកចម្រើនតែនៅក្នុងលក្ខខណ្ឌមួយដែលអត់មានប្រយោជន៍ដល់ manager ឬមួយក៏ថ្នាក់ខាងលើដែលពាក់ព័ន្ធនឹងទេគឺអាចនឹងត្រូវបានគេ rejectទៅលើអ្វីដែលថ្នាក់ក្រោមបង្គាប់នឹងគាត់ចង់ឲ្យក្រុមហ៊ុនរីកចម្រើនធម្មតាពេលខ្លះបុគ្គលិកទាំងអស់មិនមែនមានសុទ្ធសឹងតែធ្វើការដើម្បីតែប្រាក់ខែមួយមុខទេអ្នកខ្លះក៏គាត់ចង់បានភាពរីកចម្រើនដែរអញ្ចឹងក៏គាត់ព្យាយាមបង្ហាញនៅអ្វីដែលគាត់មានឬមួយក៏សមត្ថភាពពិសេសដែលគាត់មានហ្នឹងទៅកាន់ថ្នាក់ដឹកនាំរបស់គាត់តែសួរថាថ្នាក់ដឹកនាំរបស់គាត់ហ្នឹងបើកឱកាសឲ្យគាត់ក្នុងការបង្ហាញអត់គឺអត់ទេ skip ត្រឹមហ្នឹងហើយសួរថាអ្វីដែលគាត់អាចបង្ហាញចេញទៅអាចនឹងធ្វើឲ្យក្រុមហ៊ុនរីកចម្រើនសួរថា manager ហ្នឹងខ្វល់អត់គឺអត់ខ្វល់សំខាន់ក្តោបអំណាចឲ្យបានហើយក្តោបផលចំណេញឲ្យបាននិងក្តោបអ្វីដែលជាកម្មសិទ្ធិរបស់ផ្ទាល់ខ្លួនឯងឲ្យបានអញ្ចឹងនេះជាចំណុចមួយដែលខ្ញុំចង់លើកទឹកចិត្តឲ្យម្ចាស់អាជីវកម្មទាំងអស់យើងមិនចាំបាច់ទៅ control តាំងពីថ្នាក់ក្រោមមករហូតជាប្រចាំថ្ងៃទេតែគួរតែចំណាយពេលក្នុងមួយខែម្ដងអីទៅដើម្បីទៅ check មើលការងារហើយធ្វើអីដែលយើងគិតថាអាច support ឲ្យយើងអាចដឹងបានណាថាថ្នាក់ក្រោមបង្គាប់រហូតមកដល់ថ្នាក់លើហ្នឹងមានលក្ខខណ្ឌបែបណាខ្លះហើយមានសកម្មភាពបែបណាខ្លះឬមួយក៏មាន operation បែបណាខ្លះដើម្បីងាយស្រួលកុំឲ្យគ្រាន់តែជា level manager មួយរូបអាចយកដៃបាំងមេឃបាននេះគ្រាន់តែជាការចែករំលែកដោយសារតែបទពិសោធន៍ខ្ញុំក៏ធ្លាប់ធ្វើការពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើដូចគ្នាអញ្ចឹងយើងអាចដឹងបានថា level នៅខាងក្រោមបែបពិបាកធ្វើការបែបណា level នៅខាងលើពិបាកធ្វើការបែបណាហើយមិនមែនមានន័យថាឲ្យតែ level manager ហ្នឹងគឺសិតតែអាក្រក់ទាំងអស់ទេមាន manager ខ្លះក៏គាត់ល្អដែរតែបុគ្គលិកក្រោមបង្គាប់បែរជាអត់ស្ដាប់បង្គាប់វិញក្លុកគាត់ឬមួយក៏ធ្វើការងារផ្សេងដែលធ្វើឲ្យប៉ះពាល់ដល់ការងាររបស់គាត់ក៏មានដែរអញ្ចឹងនេះក៏ជាអ្វីដែលយើងអាចដឹងបានដូចគ្នាមានន័យថាបើសិនជាយើងគ្រាន់តែ survey មើលតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើមកបើសិនជាអ្នកណាដែលគាត់មានអរិយាប័ត្រមិនសមរម្យឬមួយក៏ធ្វើឲ្យខាតបង់ប្រយោជន៍ដល់ក្រុមហ៊ុនយើងអាច fire គាត់បាននៅពេលបន្ទាប់ឬមួយក៏មុននឹង fire យើងអាចនឹងសម្របសម្រួលឬមួយក៏ណែនាំអប់រំគាត់បានអញ្ចឹងនេះក៏ជាចំណុចមួយដែលអាចជួយឲ្យក្រុមហ៊ុនយើងរីកចម្រើនបានលឿនដូចគ្នាហើយនេះគ្រាន់តែជាការចែកម្លែកបើគិតថាល្អក៏យកទុកបើគិតថាមិនល្អទេក៏អូសរំលងកុំភ្លេច follow for more